បើថាម្ដាលេង Walk Street ទៅអត់ដឹងថាញ៉ាំអីអាចមកសាកញ៉ាំអីកន្លែងបងស្រីបានគាត់លក់របៀបលក្ខណៈពងទាកូនស៊ីឈ័នអីអញ្ចឹងណាហើយគាត់ដាក់ជាមួយនំបញ្ចុកអីចឹងទៅប្លែកមែនតើមួយហ្នឹងទទួលស្គាល់ថា Walk Street ទៅសបោរបស់លក់របស់ញ៉ាំមែនក៏ប៉ុន្តែរបស់លក់ខ្លះវារៀងជន់គ្នាដល់ពេលអញ្ចឹងរបៀបថាយើងចង់ញ៉ាំរបស់ថ្មីឬក៏សាករបស់ថ្មីអីអញ្ចឹងរៀងពិបាករកទិញញ៉ាំដោយសារតែរបស់ដែលគេលក់ច្រើនហ្នឹងគឺងាកទៅណាក៏ឃើញដែរអញ្ចឹងបងណាគេដែលចិត្តញ៉ាំអីថ្មីសាករបស់ថ្មីអីដូចខ្ញុំអាចមករកទិញកន្លែងបងស្រីបានខ្ញុំចំណាំជាងគេគឺអាបោសក់គាត់អាមានពេញប៉ោងអាមានរបៀបលក្ខណៈពងអីហ្នឹងណាគឺដឹងតែគាត់ហើយខ្ញុំមិនដែរញ៉ាំអីកន្លែងគាត់ទេទៅមកសាកលើកទី1ដែរចង់ដឹងថាឆ្ងាញ់អត់ចឹងព្រោះដោយសារតែឃើញគេផុសពីគាត់មើលទៅការរៀបចំរបស់គាត់រៀងតំណងដែរអញ្ចឹងណាហើយមក100កន្លែងគាត់មានច្រើនមាននំបញ្ចុកពងទាកូនស៊ីឈ័នមាននំបញ្ចុកទឹកប្រហុកអីពងទាកូនអីមិនគាត់ទេច្រើនហើយខ្ញុំសួរគាត់ថាអាណាដែលលក់ដាច់ជាងគេដោយសារតែខ្ញុំញ៉ាំលើកដំបូងដែរអញ្ចឹងគាត់ថាលក់ដាច់ទាំងអស់អញ្ចឹងក៏សម្រាប់ចិត្តថាយកនំបញ្ចុកពងទាកូនស៊ីឈ័នទៅហើយមួយចានហ្នឹងគឺ8000រៀលខ្ញុំគាត់ថាធូរថ្លៃទេដោយសារតែគ្រឿងដែលគាត់ដាក់ហ្នឹងគឺរៀងច្រើនដែរហើយខ្ញុំមិនដឹងច្បាស់ថានៅក្នុង Walk Street ហ្នឹងគឺគេមានលក់ល្មួយបែបហ្នឹងដូចគាត់អត់អញ្ចឹងតែសម្រាប់ខ្ញុំគឺខ្ញុំមករៀងសឹងរហទឹកដែរគឺខ្ញុំតែឃើញគាត់លក់លើកទី1ទេអញ្ចឹងខ្ញុំពិតជាចង់ឲ្យបងដែលជាអ្នកលក់នៅហ្នឹងគឺគាត់ហៅរបស់ណាថ្មីយកមកលក់ឲ្យពួកខ្ញុំមកព្រោះពេលខ្លះខ្ញុំទាំងគេគឺចង់សាករបស់ថ្មីហើយតែមានរបស់ថ្មីហើយគឺគេជួយថត review ឲ្យអញ្ចឹងឃើញអត់ចំណេញណាហើយមករយៈក្រោយនេះខ្ញុំអាសាដើរ Walk Street ទៅហើយខ្ញុំឃើញថាកន្លែងណាដែលគាត់មានលក់របស់ណាថ្មីគឺមនុស្សច្រើនខ្លាំងមែនតើហ្មងដូចកន្លែងបងស្រីពីរនាក់នេះអញ្ចឹងកុំតែខ្ញុំចំណាំបោសក់គាត់មានពងមានអីហ្នឹងឯណាកុំអីគឺខ្ញុំរត់ឃើញទេដោយសារតែភ្ញៀវហូមពេញមកតូបគាត់ហ្មងហើយនេះគឺជានំបញ្ចុកពងទាកូនស៊ីឈ័នហ្នឹងមួយចាន8000រៀលគឺធូរថ្លៃមែនតើហើយគាត់ដាក់ខ្ទឹមជ្រូកខ្ទឹមអីខ្ទឹមជ្រូកគាត់ហ្នឹងក៏ឆ្ងាញ់ដែរនិយាយទៅគឺវាមានច្រើនមុខអញ្ចឹងខ្ញុំគិតថាតម្លៃ8000រៀលហ្នឹងគឺសមរម្យធូរថ្លៃដែលយើងអាចទទួលយកបានហើយខ្ញុំទៅលើកហ្នឹងខ្ញុំសាកមុខមនុយហ្នឹងចាំមើលទៅលើកក្រោយទៀតរកសាកមុខមនុយថ្មីម្ដងដោយសារតែគាត់មានច្រើនមុខហើយដូចនំបញ្ចុកពងទាកូនស៊ីឈ័ននេះអញ្ចឹងខ្ញុំឃើញទឹកវាពណ៌ក្រហមអញ្ចឹងហើយមានទឹកដោះគោអីហ្នឹងខ្ញុំគិតថាចុះប្រហែលជាហាងហើយព្រោះដោយសារតែអ្នកធ្លាប់មើលវីដេអូខ្ញុំពីមុនដឹងហើយគឺខ្ញុំអត់ចេះញ៉ាំទេស៊ីឈ័នដែលអត់ដាក់ទឹកដោះគោស្រស់ឬក៏ទឹកដោះគោឆៅអីហ្នឹងណាប៉ុន្តែនំបញ្ចុកកន្លែងគាត់នេះអូខ្ញុំនិយាយមែនរបៀបថាអត់ដាក់ទឹកដោះគោស្រស់ទេក៏ប៉ុន្តែញ៉ាំមកលក្ខណៈថាវាអត់ហាងណានិយាយទៅឆ្ងាញ់សម្រាប់ខ្ញុំណាហើយខ្ញុំទៅចាំថ្ងៃហ្នឹងឆ្ងាញ់តែពេលខ្លះរសជាតិវាអាចនឹងដូរដែរថ្ងៃខ្លះខ្ញុំញ៉ាំទៅឆ្ងាញ់ស្រាប់តែបងប្អូនទៅលេងញ៉ាំអត់ឆ្ងាញ់អញ្ចឹងក៏ពិបាកនិយាយដែរព្រោះដោយសារតែទឹកដៃវារៀងឡើងចុះតាមថ្ងៃអញ្ចឹងណាព្រោះដោយសារអ្នកធ្លាប់ធ្វើម្ហូបគឺដឹងហើយវាមិនអាចឆ្ងាញ់រាល់ថ្ងៃបានទេតោះតែយើងថ្លឹងគ្រឿងហ្នឹងអញ្ចឹងណាអាហ្នឹងវាអាចនឹងរសជាតិនៅដដែលប៉ុន្តែសម្រាប់ថ្ងៃខ្ញុំទៅនេះគឺឆ្ងាញ់ទឹកស៊ុបគាត់ហត់មកគឺមានជាតិឆ្ងាញ់ហ្មងមកយើងញ៉ាំបានស៊ីឈ័នអត់ដាក់ដល់គាត់ចឹងញ៉ាំនេះញ៉ាំបានអត់ហាទេអញ្ចឹងណាគេដែលអត់សូវជំនាញស៊ីឈ័នឬក៏អត់សូវប៉ាកែអីហ្នឹងដូចខ្ញុំអត់សូវប៉ាកែទេខ្ញុំញ៉ាំតែខ្ញុំមានដោះគោប៉ុន្តែអានេះញ៉ាំកន្លែងគាត់បាច់ដោះគោក៏បានដែរឆ្ងាញ់ហ្មងអញ្ចឹងសម្រាប់ពីណាគេដែលគាត់ចង់ញ៉ាំចង់សាកនំបញ្ចុកពងទាកូនស៊ីឈ័នគាត់នឹងអាចទៅហៅទិញញ៉ាំបានគាត់លក់នៅ Walk Street ហើយអាចចំណាំបោសក់គាត់ពីអ្នកនេះបានអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយទៀតបាយ